គាត់បំរើប្រជាពលរដ្ឋសេវាហ្នឹងទាំងពេញចិត្តទាំងពេញថ្លើមអញ្ចឹងយុទ្ធធម៌សង្គមវាកើតមានឡើងហើយកន្លែងហ្នឹងកំណែតម្រង់នេះវាសុក្រិតយុទ្ធធម៌ហើយស្របទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញមកដែលរៀបចំប្រព័ន្ធថ្មីនេះបានធ្វើឲ្យមានការប្រែប្រួលជាមួយនឹងទស្សនៈផ្នត់គំនិតរបស់មហាជនជាទូទៅយើងឃើញមាននីតិវិធីលម្អិតមែនទែនដែលជានីតិវិធីឈានទៅដល់ការរើសបុគ្គលិកមួយដែលប្រកបទៅដោយសមត្ថភាពក្រសួងមុខងារសាធារណៈកាលពីថ្ងៃទី29ខែមេសាឆ្នាំ2026បានរៀបចំវេទិកាកែតម្រង់លើកទី2ដើម្បីផ្សព្វផ្សាយឆន្ទៈកែតម្រង់រដ្ឋបាលសាធារណៈនិងដំណាភៀបក្នុងការជ្រើសរើសមន្ត្រីរាជការវេទិកាកែតម្រង់នេះមិនត្រឹមតែជាការចែករំលែកព័ត៌មានតែប៉ុណ្ណោះទេថែមទាំងជាឱកាសនាំមកនូវការសិក្សារៀនសូត្រពីគ្នាទៅវិញទៅមករួមទាំងការពិភាក្សាផ្លាស់ប្ដូរយោបល់គ្នាលើការងារកែតម្រង់ដែលបានកំពុងអនុវត្តយ៉ាងសស្រាក់សស្រាំក្នុងរាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីក្នុងនីតិកាលទី7នេះគឺត្រូវបានសម្រួចនិងផ្ដោតលើនិន្នាការបរិបទសង្គមសកលភាវូបនីយកម្មស្របតាមអភិក្រមដែលកំណត់ដោយសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនិយាយបាននៅការជាប់ដោយមោទនៈធ្លាក់ដោយអស់ចិត្តនិងរើសឲ្យចំពេញឲ្យត្រូវនិងរក្សាឲ្យនៅធ្វើយ៉ាងណាធានាឲ្យបាននៅទំនុកចិត្តពីប្រជាពលរដ្ឋនិងសាធារណជនគ្រប់មជ្ឈដ្ឋានចាប់តាំងពីដំណាក់កាលនៃការផ្សព្វផ្សាយព័ត៌មានជ្រើសរើសទៅដល់គ្រប់មជ្ឈដ្ឋាននឹងការរៀបចំការប្រឡងប្រជែងដែលមានយន្តការច្បាស់លាស់និងតម្លាភាពមានការចូលរួមសង្កេតការណ៍ពីសាធារណជនស្ថាប័នពាក់ព័ន្ធនិងអង្គភាពប្រឆាំងអំពើពុករលួយក្នុងដំណើរការនៃការប្រឡងប្រជែងរហូតទៅដល់ក្រោយប្រកាសលទ្ធផលចុងក្រោយនៃការប្រឡងប្រជែងចំពោះការអនុវត្តការងារប្រឡងកន្លងមកតាមនាយកនីតិវិធីប្រតិបត្តិគឺយើងអនុវត្ត53លើក10ក្រសួងស្ថាប័នហើយមានតាក់ទាញបេក្ខជនចូលរួមដាក់ពាក្យបាន290,000នាក់ហើយបើយើងមើលលេខ29នាក់យុវជនបើយើងគិតពីគ្រួសារមកគាត់អ្នកពាក់ព័ន្ធមកគាត់ទៀតឪពុកម្ដាយ2នាក់ទៀតឥឡូវយើងគិតថាលេខនេះឡើងទៅ30,000ចុះគុណនឹងឪពុកម្ដាយ2នាក់ទៀតវា60,000នាក់30គុណនឹង2 60,000នាក់ដែលអ្នកពាក់ព័ន្ធក្នុងរយៈពេល2ឆ្នាំគឺយើង involve អ្នកចូលរួមបាន60,000នាក់ទាំងនេះជាការផ្ដល់យុត្តិធម៌សង្គមនិងការផ្ដល់ឱកាសជូនប្រជាជនវ័យក្មេងជាពិសេសយុវជនក្នុងការចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីឈរលើអភិក្រមជាប់ដោយមោទនៈធ្លាក់ដោយអស់ចិត្តក្រោយពីការកែតម្រង់មកដល់នីតិកាលថ្មីនេះការជ្រើសរើសមន្ត្រីគឺក្រសួងមុខងារជាអ្នកជ្រើសរើសដោយផ្ទាល់ការជ្រើសរើសនេះតាមរយៈប្រព័ន្ធអនឡាញអញ្ចឹងងាយស្រួលដល់មន្ត្រីរាជការដែលមានបំណងនឹងប្រឡងចូលជាមន្ត្រីរាជការហើយបើនិយាយពីការចំណាយនេះគឺចំណាយតិចមែនទែនចំណេញទាំងពេលវេលាចំណេញទាំងថវិកាមួយទៀតឯកសារដែលពាក់ព័ន្ធក្នុងការប្រឡងនោះគឺតិចមែនទែនងាយស្រួលដល់បេក្ខជនដែលមកប្រឡងនោះគឺមានតែ3ទេមែនប៉ុណ្ណាមានតែសញ្ញាបត្រមានតែអត្តសញ្ញាណប័ណ្ណហើយនឹងរូបថតហើយក្រោយពីការប្រឡងជាប់គឺលទ្ធផលហ្នឹងអត់យូរទេនឹងចេញឲ្យភ្លាមនៅក្នុងការងារប្រឡងនេះសូមបញ្ជាក់ផងដែរគឺថានិយាយប្រតិបត្តិរបស់យើងនេះគឺរៀបចំឡើងដើម្បីកំណត់អំពីបែបបទនីតិវិធីនិងយន្តការក្នុងការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីឲ្យប្រកបដោយគុណធិបតេយ្យតម្លាភាពយុត្តិធម៌បរិយាបន្ននិងប្រសិទ្ធភាពបាទនេះគឺជាពាក្យក្លេទាំង5ដែលយើងកាន់ភ្ជាប់ពីដែលយើងអនុវត្តប្រឡងនីមួយបាទទីនេះធ្វើយ៉ាងណាគឺថាការប្រឡងរបស់យើងនេះឲ្យមានគុណធិបតេយ្យតម្លាភាពយុត្តិធម៌បរិយាបន្ននិងប្រសិទ្ធភាពបាទដែលរៀបចំប្រព័ន្ធថ្មីនេះបានធ្វើឲ្យមានការប្រែប្រួលជាមួយនឹងទស្សនៈផ្នត់គំនិតរបស់មហាជនជាទូទៅដោយពីកាលពីដើមយើងធ្លាប់បានដឹងហើយថាប៉ោះល្អសម្រាប់កូនអ្នកនេះប៉ោះមិនល្អសម្រាប់កូនអ្នកនោះឬក៏យើងក្រមិនអាចប្រឡងបានឥឡូវនេះគឺបាត់ហើយទស្សនៈបែបហ្នឹងគឺថាឲ្យតែមានប៉ោះហើយឲ្យតែមានសមត្ថភាពគឺគ្រប់គ្នានៅទីណាក៏ដោយនៅជនបទដាច់ស្រយាលក៏ដោយឲ្យតែមានបានរៀនសូត្រមានលក្ខណៈសម្បត្តិគ្រប់គ្រាន់រៀននៅបរទេសក៏ដោយ
ឲ្យតែមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ហើយចង់ខ្លាយជាមន្ត្រីមានឱកាសដូចគ្នានេះហើយជាចំណុចសំខាន់មួយដែលធ្វើឲ្យយុវជនរបស់យើងមានការទុកចិត្តលើការកំណែតម្រង់ក្នុងការជ្រើសរើសមន្ត្រីរាជការរបស់យើង មានសារៈសំខាន់ដោយសារតែគោលការណ៍ដែលរាជរដ្ឋាភិបាលគាត់បានដាក់ចេញមកនៅក្នុងការធ្វើកំណែតម្រង់នេះគឺក្នុងការប្រឡងមុខជំនាញនីមួយៗសិតតែមានភាពយុត្តិធម៌អញ្ចឹងក្នុងក្រុមបេក្ខជនទាំងអស់ដែលគាត់បានដាក់ពាក្យក្នុងការប្រឡងគឺគាត់ប្រឡងដោយភាពជឿជាក់លើខ្លួនឯងហើយបេក្ខជនដែលគាត់មានសមត្ថភាពនៅពេលដែលបេក្ខជនប្រឡងជាប់គឺជាប់ដែលមោទនៈហើយធ្លាក់គឺគាត់ធ្លាក់ដែលអស់ចិត្តគាត់អត់មានអារម្មណ៍ថាពេលដែលគាត់ធ្លាក់គឺមានភាពអយុត្តិធម៌សម្រាប់ខ្លួនឯងទេព្រោះដោយសារតែវិញ្ញាសានីមួយៗគឺសុទ្ធតែមានភាពសុក្រិតយុត្តិធម៌ហើយឆ្លងកាត់ការត្រួតពិនិត្យនិងតាមដានការវិតម្លៃពីថ្នាក់ដឹកនាំជាច្រើនថ្នាក់ សប្បាយចិត្តមែនតើហើយយើងសង្ឃឹមថាថ្ងៃទៅខាងមុខទៅមន្ត្រីរាជការដែលចូលមកបម្រើការងារហ្នឹងសុទ្ធតែមានសមត្ថភាពដែលមានសញ្ញាបត្រជាវាស់វែងគាត់ហ្នឹងហើយមានជំនាញមានបទពិសោធន៍ចូលទៅបំពេញអង្គភាពហើយជួយរុញច្រានឲ្យអង្គភាពហ្នឹងកាន់តែវិវត្តរីកចម្រើនហើយប្រសើរជាងមុនព្រោះសំខាន់ណាមនុស្សហ្នឹងបើមានមនុស្សប៉កែទៅកាន់អង្គភាពរុញច្រានឲ្យអង្គភាពហ្នឹងក៏ដូចជាស្ថាប័នឬក្រសួងហ្នឹងមានការរីកចម្រើនទៅមុខយ៉ាងលឿនដែលយើងបំរើឲ្យប្រជាប្រដ្ឋយើងហ្នឹងប្រជាប្រដ្ឋយើងគាត់សប្បាយចិត្តហើយយើងអាចនឹងសម្រេចបាននៅចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងបញ្ចកោណយើងហ្នឹងថានៅក្នុងconcept របស់គាត់ថា2030និង2050នោះឯង ការជ្រើសរើសនិងការគ្រប់គ្រងមន្ត្រីតាមមុខតំណែងនិងផ្អែកទៅលើសមត្ថកម្មឃ្លាប្រព័ន្ធនេះគឺសំខាន់ទៅលើជ្រើសរើសឲ្យចំជំនាញវិជ្ជាជីវៈហើយការផ្អែកទៅលើសមត្ថកម្មហ្នឹងគឺចាំបាច់ត្រូវតែមានការវិយតម្លៃសមត្ថកម្មវិយតម្លៃការបំពេញការងាររបស់មន្ត្រីតើយើងអនុវត្តទស្សនៈទាននេះបានបើយើងអាចរុញការងារកែតម្រង់រុញការអភិវឌ្ឍមុខងារសាធារណៈដើម្បីផ្អែកទៅលើលទ្ធផលបានឬផ្អែកទៅលើសមត្ថកម្ម ការងារកែតម្រង់រដ្ឋបាលសាធារណៈមិនមែនជាការងារផ្ដាច់មុខរបស់ក្រសួងមុខងារសាធារណៈតែឯងនោះទេការចូលរួមសហការគ្នាដោយគ្មានខ្មៃបន្តការងារកែតម្រង់ជាប្រចាំក្នុងជីវភាពនៃប្រព័ន្ធទូអង្គតែមួយគឺជាកត្តាសំខាន់ដែលមិនអាចខ្វះបានការធ្វើកំណែតម្រង់រដ្ឋបាលសាធារណៈគឺជាការងារដែលត្រូវធ្វើជាប្រចាំហើយជោគជ័យនៃការធ្វើកំណែតម្រង់នេះគឺដើម្បីជាតិនិងប្រជាជនរបស់យើង